តើយើងសាក tool convert ថ្មីធ្វើហើយថ្មីដល់តើយើងចុចបើកវាមកវាមាន option ច្រើនបន្តិចអានេះតែយើងទៅយកវីដេអូដាក់សិន folder មួយណាដែលថាយើង convert ចង់ convert ឥឡូវខ្ញុំតេស្តមើលសេចក្ដីបន្តិចសិន output នេះគឺជា folder ដែលយើងទុកឯកសារយើងនៅ convert ហើយវីដេអូហើយទុកឡើងនេះចំណាំទៅបងនេះជាកន្លែងដែលយើងចង់បានMP4 ឬក៏មើលតាមនឹងទៅគេចឹងខ្ញុំយក MP4 កន្លែងនេះគឺជាកន្លែងបន្ថែមពន្លឺនេះណាចាំខ្ញុំតេស្តមើលហើយនេះជាកន្លែងបន្ថែមបន្ថយក្លឿពន្លឺទៀតវាក្លឿឲ្យពន្លឺវាខ្មៅសយ៉ាងណាអញ្ចឹងហ្នឹងខ្មៅសអានេះគឺបន្ថែមបន្ថយពន្លឺតែក្លឿវានៅដែរគាត់ថាវាបន្ថែមពន្លឺហើយនឹងបន្ថយពន្លឺបាទនេះក្លឿខ្មៅសអានេះក្លឿធម្មជាតិបន្ថយហើយនឹងតម្លើងក្លឿធម្មជាតិយើងអូខេទៅព្រោះ option នេះគឺជា option ត្រឡប់វីដេអូឆ្វេងស្ដាំពេលយើង convert មកវាបែរមកស្ដាំបែរទៅឆ្វេងណាអានេះជា option បែរទៅលើក្រោមក្បាលឡើងលើជើងចុះក្រោមអាហ្នឹងយើងអត់ប្រើទេប៉ុន្តែយើងដាក់សម្រាប់នេះចង់ប្រើអូខេអានេះជាកន្លែងដែលមានវីដេអូវិញឧទាហរណ៍ថាវីដេអូនឹងមានវិញទាំងអស់តែយើងចង់កាត់ក្នុងមួយវីដេអូគឺ10 second យើងដាក់10 second មកហើយយើងចង់ត្រឡប់គឺចុចត្រឡប់ទៅអញ្ចឹងរាល់វីដេអូដែលមានលើសពី10 second វានឹងកាត់ឧទាហរណ៍ថាវីដេអូមាន1នាទីអញ្ចឹងវានឹងកាត់10 second គឺបាន6វីដេអូអញ្ចឹងណាហើយយើងចុចត្រឡប់ទៀតទៅគឺវាត្រឡប់ស្អាតហើយយើងថែមទៅលើថែមអីតិចទៅគឺខុសពីម្ចាស់ដើមឥឡូវខ្ញុំអត់កាត់ទេខ្ញុំគ្រាន់តែ convert វាត្រឡប់ធម្មតាកន្លែងនេះគឺជាកន្លែង CPU កុំព្យូទ័រយើងប្រើអីប្រើ CPU ប្រើ GPU ឬក៏ប្រើស្អីគឺយើងរើសតាមនឹងប៉ុន្តែភាគច្រើនគឺប្រើ CPU អូខេឥឡូវយើងតេស្តអត់មើលសិនទៅបើ folder មួយកន្លែងយើងផ្ទុកវីដេអូនេះ folder កន្លែងផ្ទុកវីដេអូអញ្ចឹងយើងconvert រំលំដើមសិនអូខេតែវាត្រឡប់មួយនេះយើងដាក់ option ត្រឡប់អញ្ចឹងវីដេអូនេះវាត្រឡប់ហើយអូខេចុច stop មួយសិនយើងមើលវីដេអូដើមគឺវីដេអូដើមអត់មានកែបន្តិចទេគ្រាន់តែយើងត្រឡប់ឆ្វេងស្ដាំអូខេចូលចំណុចទី2យើងត្រឡើងពន្លឺវាដាក់ 0.5 តើវាមានរូបរាងយ៉ាងម៉េចចូលទៅមើលបងនេះឆេះ 0.5 ឆេះអូខេនេះ 0.5 នេះសល្ងឹតសចាំងច្រឡំសល្ងឹតអូខេឥឡូវយើងដាក់វាត្រឹម1ទទួលយកបានអត់អូខេ1អូខេថាប៉ុណ្ណេះយើងទទួលយកបានចុះឥឡូវយើងចុច stop យើងមើលនេះអត់សូវមាន color ទេអូខេឥឡូវ 0.1 ហើយយើងមកនេះម្ដងដាក់ 2.0 អូខេអានេះប្រភេទសខ្មៅនេះមកអត់មានសាច់ឈាមអីទេសឲ្យខ្មៅមកនេះសឲ្យខ្មៅមកអូខេអានេះយើងដឹងហ្នឹងយើងដឹងអសខ្មៅហើយឥឡូវយើង stop យើងទៅលាក់វាមិញ 1.0 មែនទេយើងដាក់វាត្រឹម2បានហើយដាក់2 1.2 អូខេឥឡូវយើងមើល option ទី3ម្ដងអានេះយើងដាក់ 2.0 ដូចគ្នាដូចមិញ convert នេះលឿននេះចេញដិតមកនេះអាទី3ចំណាំតើទី3គឺជាប្រភេទកលឿធម្មជាតិឃើញទេគឺលឿវានេះលឿវាឡើងដិតមែនទេណានេះមើលមិញចោលមើលដែរមិញឥឡូវយើងទៅបើកអាចាស់ទៅបើកអាដើមចុចភ្លេចបិទភ្លេច stop សិនអូខេអានេះឲ្យយើង convert យើងឥឡូវយើងទៅមើលអាដើមណា TikTok វីដេអូនេះលេខទី10យើងបើក file ផ្សេងជាមួយចិនគ្នានេះ last slide អត់មានកលឿអីផងទេអានេះអាដើមឆុយខុសគ្នាមកពេលបដីនេះយកប្រៀបធៀបមើលនេះហើយអានេះយើងដាក់ចុច2ចុចអញ្ចឹងកលឿវាដិតរៀងខ្លាំងអញ្ចឹងយើងបន្ថយត្រឹម1ចុចនេះ 1.3 1.4 ហ្នឹងកលឿមកស្អាតថា 1.4 ចុះអូខេយើងទៅចុចអា 1.4 សោះមើលអាដើមយើងទុកនេះហើយយើងលុបនេះចេញឥឡូវយើងដាក់1.4 លឿវាចេញមួយយ៉ាងម៉េចវីដេអូទី10អញ្ចឹងវាកាត់លើពី100ទៅពី100ទៅសិនបើវាកាត់ពី1មកវិញនេះពី10
ពី100ពី10វាកាត់រញ៉េរញ៉ៃតែវាកាត់ទាំងអស់ហ្នឹងឯងវារត់តាមលេខវាឬ stop សិនទៅបើវីដេអូ convert នេះទៅលើប៉ុណ្ណេះថាស្អាតទៅ1.4អីហ្នឹងស្អាតហើយ 1.5 ក៏បានដែរហើយជាប្រភេទកលឿយើងចាក់កលឿចូលដាក់តាមមួយคลิกក្នុង folder មានប្រហែល 2000 3000 វីដេអូដាក់តាមមួយคลิกទៅអង្គុយផឹកវាធម្មតាមកវិញពេញហ្មងកលឿនេះឲ្យចុច2ចុចមិញច្បាស់ល្អកលឿចឹងយើងកែតាមនឹងទៅនេះឬក៏យើងតម្លាក់អានេះមក0យើងតម្លើងនេះ1.5 យើងទៅមើលម្ដងទៀតហើយកុំឲ្យវាចាំងពេកតែវាចាំងពេកទៅវានេះអូខេមើលម្ដងទៀត8 9 10មកហើយ10នេះអានេះវារឿបអា100នេះវាថា1នេះថាវាថា1វារឿបពាក្យ01 02 03 04 5ហ្នឹងហើយបានមកឡើងមក10គូនេះដល់កនិយាយទៅយើងអត់ដឹងនេះលឿនប៉ុណ្ណេះអេមពេលយើងថយអានេះតែមួយកម្មតឡើងនេះមួយកម្មនេះផ្លែកសាហាវនេះឃើញទេផ្លែកសាហាវrồiនេះគឺលឿចេញមកអស់ទោះមកខុសគ្នាមិនមានវាដីខុសសាច់ខ្នេះស្អាតតែបើថាគីឡូនេះខ្លួនស្អាតតែបើយើងតម្លាក់អាសូននេះយើងដាក់នេះ12ក៏បាន13ក៏បាន14ក៏បានត្រឹម15ត្រឹម1.5កុំលឿនហ្នឹងវាធ្វើខ្លាំងពេកអត់ថាសម្រាប់តែយើងយក00 1.2 1.5 យកប៉ុណ្ណឹងអូខេយើងភាគមើលមកមើលកលឿសាហាវដល់ហើយកលឿមើលអាកលឿនេះយើង convert ហើយអា slide នេះគឺវីដេអូ scene របស់គេអូខេមានតែប៉ុណ្្នឹងទេធូរឡើង